ប័ត្តព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី12ខែមីនាឆ្នាំ2025វេលាម៉ោង7ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ84សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ1សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ62សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ15សង់ទីម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ84សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ11សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ13សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ99សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ40សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ8សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ12សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ16សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រទាបជាងថ្ងៃម្សិលមិញ4សង់ទីម៉ែត្រស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងស្រកនឹងឡើងបន្តិចបន្តួចសូមអរគុណ